បាទថ្ងៃនេះសូមលើកយកប្រវត្តិដំណើរដើមតងដែលនាំឲ្យមនុស្សស្រីជាច្រើនចូលចិត្តឆ្មាប្រវត្តិដំណើរដើមតងដែលនាំឲ្យមនុស្សស្រីជាច្រើនចូលចិត្តឆ្មាតើមនុស្សស្រីជាច្រើនចូលចិត្តឆ្មាជាសត្វដែលមានដងខ្លួនទន់ដំណើរល្វត់ល្វន់ទោះជាវាជាសត្វមិនសូវមានប្រាជ្ញាដូចសម្លាញ់ជើង4ជាសត្វឆ្កែតាមការពិតស្ត្រីនិងឆ្មាមានរឿងរ៉ាវផ្សារភ្ជាប់គ្នាក្នុងប្រវត្តិសាស្ត្ររបស់មនុស្សស្ទើរតែគ្រប់វប្បធម៌និងជាតិសាសន៍ទ្រឹស្ដីអ្នកនិពន្ធអំពីស្ត្រីនិងឆ្មាឯកសារប្រវត្តិសាស្ត្របង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងស្ត្រីនិងសត្វឆ្មាការសរសេរទាំងនេះផ្ដល់ឲ្យយើងនៅតម្រុយអំពីប្រភពដើមនៃគំរូនិងហេតុផលនៅពីក្រោយភាពស្និទ្ធស្នាលនិងទំនោរស្រឡាញ់ឆ្មារបស់មនុស្សស្រីនៅក្នុងសៀវភៅឆ្នាំ1881ដែលមានចំណងជើងថា The Cat លោក St. George Jackson Meigwart បានរៀបរាប់លម្អិតអំពីទ្រឹស្ដីរបស់គាត់នៅពីក្រោយទំនាក់ទំនងដែលស្ត្រីចែករំលែកជាមួយសត្វឆ្មាលើកសរសើរថាស្ត្រីត្រូវបានគេផ្ដល់តម្លៃចំពោះភាពស្អាតស្អំនិងវត្តមាននៅក្នុងផ្ទះជាងបុរសហើយដោយសារតែឆ្មាជាសត្វស្អាតដែលចូលចិត្តនៅផ្ទះដូច្នេះអារម្មណ៍ស្និទ្ធស្នាលរវាងស្ត្រីនិងឆ្មាគឺជាមិនរួចស្ត្រីបានឃើញលក្ខណៈស្រដៀងគ្នារបស់ខ្លួនទៅនឹងសត្វឆ្មាបុគ្គលិកលក្ខណៈពាក្យគំរោះគំរើយឬសម្ដីខ្លាំងៗទាំងកាយវិការភាពទន់ភ្លន់រហូតដល់ដំណើរអ្នកស្រី Dorothy Deville Champion ជាអ្នកនិពន្ធសៀវភៅ Everyday's Cat Book ឆ្នាំ1990បានលើកទ្រឹស្ដីថាស្ត្រីនិងសត្វឆ្មាមានលក្ខណៈសម្បត្តិរួមគ្នាច្រើនជាពិសេសពួកគេត្រូវបានចាត់ទុកថាមានភាពងងដូចគ្នាជារឿយៗស្ត្រីសម័យនោះត្រូវបានផ្ដល់តម្លៃដូចទៅនឹងសត្វឆ្មាសៀវភៅរបស់អ្នកស្រី Champion ត្រូវបានសរសេរឡើងក្នុងអំឡុងពេលដែលស្ត្រីកំពុងតស៊ូដើម្បីទទួលបានការអប់រំដូចគ្នានឹងបុរសមួយផ្នែកដើម្បីបង្ហាញថាពួកគេមិនមែនជាមនុស្សងងទេគ្រាន់តែមានការអប់រំតិចជាងបុរសស្ត្រីនឹងការប្រកួតសត្វឆ្មានៅទសវត្សរ៍ឆ្នាំ1800មុនពេលដែលស្ត្រីភាគច្រើនអាចចេញធ្វើការឬទៅរៀននៅសាលាកម្មវិធីប្រកួតសត្វឆ្មាចាប់ផ្ដើមមានប្រជាប្រិយភាពជាខ្លាំងជាពិសេសស្ត្រីត្រូវបានតាក់ទងឲ្យចូលរួមក្នុងការប្រកួតទាំងនេះដោយសារតែពួកគេមានពេលទំនេរអាចឆ្លៀតបង្កាត់ពូជនិងបង្ហាត់សត្វឆ្មាការបង្កាត់ពូជឆ្មាគឺជាស្ពានមួយដែលអាចឲ្យស្ត្រីការចូលរួមជាមួយកិច្ចការវិទ្យាសាស្ត្រនិងធ្លាប់ជាវិស័យមួយដែលពួកគេត្រូវបានហាមឃាត់ពួកនាងតាមរយៈការបង្កាត់ពូជឆ្មាស្ត្រីបានរួមចំណែកពេលវេលានិងចំណេះដឹងដ៏មានតម្លៃចំពោះវិស័យពិន្ទុវិទ្យាហ្សែននិងជំរុញពិភពលោកឲ្យកាន់តែប្រសើរឡើងដូច្នេះវាមិនចម្លែកទេដែលស្ត្រីនិងឆ្មាចែករំលែកទំនាក់ទំនងជិតស្និទ្ធបែបនេះរហូតមកដល់សព្វថ្ងៃនេះស្ត្រីនិងឆ្មាក្នុងយុគសម័យទំនើបប្រវត្តិសាស្ត្របង្ហាញថាកាលពីប៉ុន្មានសតវត្សរ៍កន្លងទៅនេះសត្វឆ្មានិងស្ត្រីបានពឹងផ្អែកលើគ្នាប៉ុន្តែក្នុងសម័យកាលទំនើបពេលមនុស្សស្រីមានឱកាសចេញទៅរៀនសូត្រនិងធ្វើការរកចំណូលការស្រឡាញ់ឆ្មានៅតែផ្សារភ្ជាប់នឹងជីវិតរបស់នាងនៅក្នុងការសិក្សាឆ្នាំ2011ដែលធ្វើឡើងដោយសាកលវិទ្យាល័យក្រុងវីយ៉ែនអ្នកស្រាវជ្រាវបានសង្កេតឃើញថាសត្វឆ្មាទំនងជាមានទំនាក់ទំនងជាមួយម្ចាស់ស្រីរបស់ពួកគេនិងមានទំនោរទៅរកស្ត្រីច្រើនជាងបុរសលើសពីនេះទៀតអ្នកស្រាវជ្រាវម្នាក់ពីការសិក្សាបានកត់សម្គាល់ថាទំនាក់ទំនងរវាងឆ្មានិងស្ត្រីគឺ
ខ្លាំងជាងតំណែងតំណងរវាងឆ្មានិងបុរសស្ត្រីខ្លះណែនាំថាវាតកតងនឹងអារម្មណ៍គំរាមកំហែងជាមធ្យមស្ត្រីមានទំហំតូចជាងបុរសដូច្នេះសត្វឆ្មាអាចមានអារម្មណ៍ភ័យខ្លាចតិចជាងពួកគេស្ត្រីមួយទៀតគឺស្ត្រីមានទំនោរខាងជីវសាស្ត្រក្នុងការឆ្លើយតបទៅនឹងសម្លេងយំរបស់ទារកហើយឆ្មាយល់ពីរឿងនេះសម្លេងសត្វឆ្មាដែលជួនកាលស្រដៀងនឹងសម្លេងទារកយំអាចធ្វើឲ្យស្ត្រីទំនងជាឆ្លើយតបនឹងពពួកសត្វនេះក្នុងក្តីអាណិតអាសូរចង់ផ្ដល់ភាពកក់ក្ដៅទៅឲ្យវាបន្ថែមពីលើរូបរាងដ៏គួរឲ្យស្រឡាញ់របស់កូនឆ្មានិងឆ្មាមិនថាហេតុផលអ្វីក៏ដោយស្ត្រីនិងឆ្មាហាក់ដូចជាចែករំលែកចំណងដ៏ពិសេសមួយមិនថាទៅទីណាទេបាទនេះឆ្មាយល់ដឹងអំពីសត្វឆ្មាបាទប្រវត្តិដំណើរដើមតងដែលនាំឲ្យស្ត្រីជាច្រើនចូលចិត្តសត្វឆ្មាបាទ